បើសិនជាបងប្អូនត្រូវការកូនស្វាយចន្ទីពូជ M23 បងប្អូនអាចតាក់ទងមកកាន់ page សូនីនថតរូបបានឬក៏តាម platform YouTube នេះបានបងប្អូនអញ្ចឹងហើយបើសិនជាបងប្អូនត្រូវការអីអាចកំងតាមលេខទូរស័ព្ទដែលខ្ញុំដាក់ក្នុងវីដេអូនេះផងដែរអញ្ចឹងហើយមើលរបៀបដាំកូនស្វាយចន្ទីយើងទាំងអស់គ្នានេះកូនស្វាយចន្ទីពូជ M23 សម្រាប់បងប្អូនត្រូវការអាចកំងបានពូជ M23 ជាដំបងយើងត្រូវជីកម្លុងណាយើងត្រូវជីកម្លុងវាត្រូវជីកម្លុងដើម្បីដាក់កូនស្វាយចន្ទីជីកម្លុងប្រហែលជា2តឹកបងប្អូនតែ2តឹកលំកូនស្វាយចន្ទីហើយ2តឹកជីនៅជ្រីកដៃហ្នឹងពួកជ្រីកដៃជុំជ្រុំដៃចេះផងហើយឆ្លិចដៃវាបែកមកទៅហើយយើងដាក់ជីបើសិនជាបងប្អូនមានជីក្របជីគីមីអីដាក់បានដែរបងប្អូនតែខ្ញុំប្រើជីធម្មជាតិខ្ញុំជីអាចតិចកម្មល្អមែនតើមកក្របដល់ហើយយើងច្បល់លាយគ្នាជាមួយដីឲ្យសប់មកដីជាមួយដីសប់មកដូចជាការស្រេចហើយយើងអាចបើសិនជាយើងដាំនៅចិត្តមានតយោទឹកអីដីយើងដែលមានតយោទឹកយើងអាចបើកទឹកដាក់បញ្ចូលបានមិនប៉ុន្តែបើកទឹកបន្តិចហើយបើកទឹកដាក់បញ្ចូលបានណាចូលដល់ឲ្យដីយើងវាត្រជាក់កុំឲ្យដីយើងក្តៅចឹងហើយការជីម្លុងដែរវាជាងហាយក្តៅវាតែងតែមានណាអូខេនេះដាក់ដីចូលមកអានេះស្រាប់យើងមានទឹកចិត្តណាហើយយើងច្បល់ដីវាត្រជាក់មកចូលគ្នាមកដូចការស្រេចហើយយើងចាប់កូនស្វាយចន្ទីយើងយកកំបិតបានវានេះកំបិតកាត់យកកំបិតដែលមុតហ្នឹងបងកំបិតដែលមុតហើយយើងកាន់កូនស្វាយចន្ទីមកស្វាយចន្ទីខ្ញុំដាក់ជីមកស្រេចបាញ់ហាំសត្វល្អិតមកស្រេចនេះឬវាបានហើយយើងដាក់បញ្ចូលមកដោយសារយើងដាក់ដីអញ្ចឹងធ្វើឲ្យការប្រប៉ិនឬឆាប់ដុះលឿនផងដែរហើយយើងលុបដីចូលមកហើយធ្វើឲ្យដីយើងត្រជាក់បានយូរមានសនើមបានយូរដីភូមិដីតាមភូមិអញ្ចឹងឯងដីខ្មាក់ល្អហើយយើងស្កាត់វាណែនហ្នឹងបងស្កាត់វាណែនទៅយើងមានស៊ីយើងថែមស៊ីតែទៀតណាអាចជាកម្ម